ឥឡូវនៅវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីការប្រើប្រាស់ Red Eye ម្ដង Tool Red Eye ហ្នឹងគឺshortcut វាអក្សរ J ដែរតែក៏នៅក្រោមគេអូខេ Red Eye ហ្នឹងគឺជា tool មួយដែលគេប្រើប្រាស់សម្រាប់នៅក្នុងការដកពណ៌ភ្នែកក្រហមនៅពេលដែលបងប្អូនថតពីកាមេរ៉ាទៅវាឡងពី flash កាមេរ៉ាយើងធ្វើឲ្យភ្នែកយើងមើលទៅមានលក្ខណៈពណ៌ក្រហមអញ្ចឹងខ្ញុំមានរូបមួយដែលបង្ហាញអំពី Red Eye ដែរខ្ញុំគ្រាន់តែ double click ហើយខ្ញុំ open រូបក្មេងតូចនេះមួយហើយខ្ញុំ zoom មកខ្ញុំនឹងឃើញភ្នែកគាត់ហ្នឹងគឺមានលក្ខណៈក្រហមអញ្ចឹងដើម្បីកាត់បន្ថយអាក្រហមហ្នឹងគឺខ្ញុំគ្រាន់តែចុច click មួយហើយខ្ញុំចុច alt shift ហើយខ្ញុំទាញចេញពីចំណុចកណ្ដាលហ្នឹងមកហើយខ្ញុំប្រឡែងអញ្ចឹងភ្នែកគាត់នឹងដូរទៅជាពណ៌ខ្មៅវិញអូខេអញ្ចឹងការប្រើប្រាស់ Red Eye គឺមានលក្ខណៈប៉ុណ្ណាហើយនៅត្រង់ចំណុចpupil វាមាន50និង darken amount គឺមាន50 darken amount គឺចង់និយាយថាជាចំនួនលេខដែលធ្វើឲ្យភ្នែកនឹងមានលក្ខណៈខ្មៅតែម្ដងឧទាហរណ៍ថាខ្ញុំដាក់ darken amount ទៅដល់100ហើយខ្ញុំคลิกដូចគ្នាអញ្ចឹងមើលទៅភ្នែកគាត់មានលក្ខណៈខ្មៅជាងខ្ញុំដាក់50តែបើសិនខ្ញុំដាក់20ឬក៏19អីខ្ញុំคลิกហើយទាញមកចឹងវាធ្វើឲ្យអត់សូវមានឃើញលក្ខណៈខ្មៅពេកទេបើប្រៀបធៀបទៅនឹងខ្ញុំដាក់100វាខុសគ្នាមែនតើគឺខ្មៅខ្លាំងអូខេអញ្ចឹងនៅត្រង់ចំណុច pupil ក៏ដូចគ្នាដែរមានន័យថាវានឹងធ្វើឲ្យភ្នែកនឹងមានលក្ខណៈខ្មៅប៉ុន្តែមិនមែនជាលក្ខណៈខ្មៅនៅខាងក្នុងនៃក្របភ្នែកទេគឺខ្មៅខាងក្រៅបើសិនជាខ្ញុំដាក់100ខ្ញុំទាញមកគឺមានលក្ខណៈខុសគ្នានេះគឺខ្ញុំដាក់100នេះគឺខ្ញុំដាក់50ឬក៏ក្រោម50ខ្ញុំទាញអញ្ចឹងបងប្អូននឹងឃើញរូបភ្នែករបស់ក្មេងតូចនេះខ្មៅរបៀបម៉េចគឺមានលក្ខណៈខុសគ្នាមែនតើអូខេអញ្ចឹងការប្រើប្រាស់ហ្នឹងគឺអាស្រ័យទៅលើការដែលបងប្អូនមើលទៅថាភ្នែកគាត់នឹងក្រហមប៉ុណ្ណាហើយបងប្អូនគួរតែដកធ្វើឲ្យវាមានលក្ខណៈខ្មៅវិញដោយប៉ុណ្ណាអញ្ចឹងការប្រើប្រាស់ Red Eye គឺមានតែប៉ុណ្្នឹងទេនៅទូបន្ទាប់ខ្ញុំនឹងបង្ហាញបងប្អូនអំពីការប្រើប្រាស់ brush tool ម្ដង